Bà bật top bây giờ ban rịp trong nơi tùm rung exercise stong đá hay cứ dương ban tùm rung bẹp này bà nó trong crop sập hơi cứ dương đã chia group bẹp này admin header hay có admin footer đà cho mà đo này tipi chắp pi sự cái claim nó cũng đi tới cứ dương cầm nọt header footer hay dương cầm nọt lệch từ po chỉ lệch romang mũi lệch romang pi lệch romang bay hai đường lệch romang buồn top nó trong claim xa này exercise bao dương chắp pi chụp ti mũi tới cứ dương bắt đầu lệch từ po bao dương bắt đầu tới chỉ lệch mũi pi bay buồn prime chẳng từ rồi hốt đó này trong cõi bà anh nếu mà này trong cõi cứ dương admin header footer hay có admin lệch từ po ấy tiệt đà bà bà sút đây nè từng óc khnéនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបរៀបចំទម្រង់ឯកសារស្តង់ដារតើអ្វីខ្លះទៅដែលអាចចាត់ទុកថាជាឯកសារស្តង់ដារក្នុងនោះមានដូចជាសភៅរបាយការណ៍ក៏ដូចជាកិច្ចការស្រាវជ្រាវឯជាដើមហើយចំណុចត្រង់ណាខ្លះដែលចាត់ទុកថាវាជាឯកសារស្តង់ដារអ្នកនរគ្នាមើលនៅក្នុងតារាងនេះមកដឹងហើយទី1សភៅស្តង់ដារឬក៏ឯកសារស្តង់ដារហ្នឹងវាមានក្របសភៅផ្នែកក្របសភៅជាទូទៅគេមិនដាក់លេខទំព័រគេមិនដាក់ header footer នោះទេមកទំព័រលើនេះគេចាត់ទុកជាមួយផ្នែកដោយកំណត់ជា section 1បន្ទាប់មកយើងមានសេចក្តីថ្លែងអំណរគុណមេត្តារូបភាពពាក្យកាត់អីហ្នឹងអាហ្នឹងគឺជាផ្នែកទី2ហើយផ្នែកទី2ហ្នឹងគឺកំណត់លេខទំព័រជាលេខរ៉ូម៉ាំង header footer ហ្នឹងគឺយើងកំណត់ទៅតាមការចង់បានអញ្ចឹងប៉ុណ្ណឹងគឺយើងកំណត់ជា section 2បន្ទាប់មកទៀតខ្លឹមសារនៃសភៅរបស់យើងហ្នឹងអ្នកទាំងអស់គ្នាអាចកំណត់ជាចម្ពោះឬក៏ជាមេរៀនអីហ្នឹងចាប់ពីចម្ពោះទី1រហូតដល់ចម្ពោះចុងក្រោយហ្នឹងវាជាខ្លឹមសារគេកំណត់ជា section 3ដោយមានកំណត់លេខទំព័រ1 2 3ហើយវាមាន header footerអ្នកទាំងអស់គ្នាអាចដាក់លើលើក៏បាន header footer ហ្នឹងដាក់ខុសគ្នាក៏បានដែរហើយចុងក្រោយគឺមានជាឯកសារយោងលេខទំព័រគេឡើងដាក់ header footer ក៏គេឡើងដាក់ដែរអានឹងយើងកំណត់ជា section 4ដើម្បីអាចបង្កើតទម្រង់ឯកសារស្តង់ដារដូចដែលខ្ញុំបានរៀបរាប់ហ្នឹងតើអ្នកទាំងអស់គ្នាត្រូវចេះអីខ្លះទី1គឺអ្នកទាំងអស់គ្នាត្រូវចេះបង្កើត header ហើយនិង footer ទី2អ្នកទាំងអស់គ្នាត្រូវចេះកំណត់លេខទំព័រដោយកំណត់លេខទំព័រខុសគ្នាជាលេខរ៉ូម៉ាំងលេខ1 2 3ហើយកន្លែងទំព័រខ្លះគឺអត់មានលេខទំព័រអញ្ចឹងទៅចំណុចទី3អ្នកទាំងអស់គ្នាត្រូវចេះកំណត់ page break ដើម្បីធ្វើកាត់ផ្ដាច់ទំព័រឧទាហរណ៍នៅចន្លោះសេចក្តីថ្លែងអំណរគុណមកមេត្តារូបភាពនិងពាក្យកាត់ហ្នឹងចន្លោះហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវចេះផ្ដាច់ដើម្បីចូលទំព័រថ្មីចន្លោះពីក្របសភៅមកសេចក្តីថ្លែងអំណរគុណខ្ញុំគូបន្ទាត់ក្រហមហ្នឹងគឺដើម្បីខណ្ឌជា section ជាផ្នែកចំណុចហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវចេះកំណត់ section breakអាហ្នឹងគឺផ្ដាច់ទំព័រដូចគ្នាប៉ុន្តែវាមានលក្ខណៈពិសេសខុសពី page break section break គឺដើម្បីធ្វើការផ្ដាច់ទំព័រដូចគ្នាប៉ុន្តែវាអាចធ្វើការផ្ដាច់ទំនាក់ទំនងរវាង header footer ហើយនឹងអាចកំណត់លេខទំព័រខុសគ្នាបានផងដែរអញ្ចឹង section break គឺមាននៅត្រង់នេះ1ត្រង់នេះ2ហើយនៅត្រង់នេះ3ឥឡូវយើងមើលការអនុវត្តទាំងអស់គ្នាបាទខ្ញុំចូលមកទំព័រថ្មីមកអ្នកទាំងអស់គ្នាវាយដូចខ្ញុំចេះមករួចយើងធ្វើការបង្កើតទម្រង់ឯកសារស្តង់ដារបាទចំណុចទី1គឺយើងត្រូវបង្កើត header footer ដោយចុចទៅលើ insert បន្ទាប់មកអ្នកទាំងអស់គ្នាចុចទៅលើ header មកយើងដាក់ header ខ្ញុំយកនៅត្រង់នេះដើម្បីវាយ3កន្លែងទី1នេះជាទូទៅគេដាក់ឈ្មោះរបស់ស្ថាប័នអញ្ចឹងខ្ញុំដាក់ថារៀន computer អញ្ចឹងទៅកន្លែងនេះខ្ញុំមិនដាក់ទេខ្ញុំដាក់នៅកន្លែងនេះចុះខ្ញុំដាក់ជាពាក្យកាត់ទៅអូខេ header យើងដាក់បន្ទាត់កាត់តិចទៅបាទខ្ញុំចូលទៅកាន់ design ហើយចូលមកកាន់ page border ប្រយ័ត្នតិចកន្លែងនេះអ្នកទាំងគ្នាចូលមកកាន់ខាងឆ្វេងនេះ border បន្ទាប់មកយើងចុចកន្លែងនេះមកដើម្បីរើសបន្ទាត់នឹងឲ្យក្រាស់បន្តិច header គឺគេគូសបន្ទាត់ពីក្រោមអញ្ចឹងខ្ញុំដោះលើចុចកន្លែងនេះមកដោះឆ្វេងដោះស្ដាំបាទអូខេមកគឺយើងបានបន្ទាត់ប៉ុណ្ណឹងហើយបន្ទាប់មកយើងបង្កើត footer មួយទៀត footer នៅខាងក្រោមនេះដើម្បីបង្កើត footer អ្នកទាំងអស់គ្នាឈរនៅលើ header អញ្ចឹងយើងអាចចុចមកលើនេះ auto បានហើយឬក៏អ្នកទាំងអស់គ្នាអាចចូលមក insert footer តបមកយកកន្លែងនេះមកដើម្បីបញ្ចេញជាទម្រង់យើងអាចវាយងាយស្រួលបន្តិចបាទ footer ជាទូទៅគេដាក់ឈ្មោះអ្នកនិពន្ធ prepare by បាទដាក់ឈ្មោះខ្ញុំអញ្ចឹងទៅបន្ទាប់មកដាក់សភៅនឹងអ្នកទាំងអស់គ្នារៀបចំសភៅអំពីអីដាក់នឹងទៅបាទខ្ញុំរៀបចំមេរៀន Word 2026ហើយនៅផ្នែកខាងស្ដាំនេះគឺខ្ញុំដាក់ជាលេខទំព័របាទខ្ញុំដាក់វាចោលអញ្ចឹងទៅហើយបន្ទាប់មកខ្ញុំគូបន្ទាត់នៅផ្នែកខាងលើបាទខ្ញុំចូលទៅកាន់ design ដដែលចុច page border ចុចផ្នែកខាងលើខាងឆ្វេងនេះចុចលើ border ហើយខ្ញុំរើសបន្ទាត់ដាក់ក្រាស់តិចទៅ
បាទខ្ញុំដោះក្រោមនេះចេញចុចលើនេះទៅដោះខាងឆ្វេងដោះខាងស្ដាំហើយអូខេមកគឺស្រេចហើយបាទប៉ុណ្ណឹងគឺយើងបានទៅជា header ហើយនឹង footer ចំណុចទី2គឺអ្នកទាំងអស់គ្នាត្រូវដាក់លេខទំព័រឲ្យទៅបាទ cursor របស់ខ្ញុំដាក់នៅកន្លែងនេះដើម្បីធ្វើការដាក់លេខទំព័រអ្នកទាំងអស់គ្នាអាចចុចទៅលើ insert នេះក៏បានយើងចូលមកកាន់ page number កន្លែងនេះក៏បានឬក៏អ្នកទាំងអស់គ្នាអាចចូលមកកាន់ header footer នៅត្រង់នេះយើងចូលទៅកាន់ page number នៅកន្លែងនេះក៏បានបន្ទាប់មកអ្នកទាំងអស់គ្នាមិនត្រូវយកចំណុចទាំងអស់នេះទេបើយកកន្លែងនេះអ្នកទាំងអស់គ្នាចុចទៅលើលេខទំព័រទៅវាធ្វើឲ្យបាត់ header footer ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាចុចទៅលើ current position ហើយយកលើគេនឹងមកបាទចុចលើនឹងមកខ្ញុំបានលេខទំព័រទី1បន្ទាប់មកខ្ញុំចាក់ចេញពី header footer ខ្ញុំអាចចុច double click នៅកន្លែងនេះឬក៏ចុច close header footer នៅកន្លែងនេះក៏បានដែរបាទខ្ញុំចូលមកកាន់អត្ថបទធម្មតាវិញអូខេត្រឡប់ក្រោយបន្តិចទៅយើងបានមកកើត header footer ហើយនឹងលេខទំព័រហើយប៉ុន្តែអត់ទាន់កំណត់លេខខុសគ្នាឥឡូវទុកអានឹងមួយលេខសិនការកំណត់លេខទំព័រខុសគ្នាយើងធ្វើនៅពេលក្រោយចំណុច2ទីដែលអ្នកទាំងអស់គ្នាត្រូវចេះធ្វើគឺកំណត់ page break ដើម្បីផ្ដាច់ទំព័របាទអញ្ចឹងនេះសុទ្ធតែជាចំណងជើងយើងត្រូវធ្វើការផ្ដាច់វាទៅជាទំព័រថ្មីដែលឡែកកន្លែងពណ៌ក្រហមនេះយើងកុំទាន់ផ្ដាច់វាអញ្ចឹងខ្ញុំផ្ដាច់ត្រឹមមាតិកានេះចុះក្រោមខ្ញុំដាក់ cursor នៅត្រង់មាតិកានេះមកដើម្បីផ្ដាច់ទំព័រឬក៏ page break ហ្នឹងគឺយើងចុចទៅលើ layout ចុច break ចុចលើ page បន្ទាប់មកវានឹងតម្លាក់មាតិកាចុះក្រោមអ្នកទាំងអស់គ្នាមិនបាច់ចុចបែបហ្នឹងក៏បានដែរ page break គឺយើងមាន shortcut បាទដាក់ cursor កន្លែងហ្នឹងចុច control enter បាទបន្ទាប់មកខ្ញុំដាក់ cursor កន្លែងនេះមួយទៀតដើម្បីផ្ដាច់មាតិការូបភាពឲ្យដាច់ចូលទំព័រថ្មីមួយទៀតចុច control enter បន្តទៀតពាក្យកាត់នេះក៏ត្រូវផ្ដាច់តម្លាក់ចុះក្រោមដែរ control enter នៅត្រង់នេះយើងអត់ផ្ដាច់ចម្ពោះនឹងចេញពីអានេះជា page break ទេហេតុអីគឺដោយសារតែកន្លែងនេះវាមានបន្ទាត់ពណ៌ក្រហមបន្ទាត់ពណ៌ក្រហមនឹងមានន័យថាខ្ញុំកំណត់ជា section break ចាំតិចទៀតខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអូខេអញ្ចឹងខ្ញុំផ្ដាច់ចម្ពោះទី2ដាក់ cursor កន្លែងនេះខ្ញុំចុច control enter ដាក់ cursor កន្លែងនេះមួយទៀតផ្ដាច់អានេះតម្លាក់ចុះក្រោមទៀតទៅ control enter ប៉ុណ្ណឹងស្រេចហើយសរុបមកវិញការកំណត់ page break ហ្នឹងគឺយើងផ្ដាច់ទំព័រដើម្បីចូលទំព័រថ្មីប៉ុន្តែទំនាក់ទំនងរវាង header ហើយនិង footer គឺអត់មានប្រែប្រួលទេ header នៅដដែល footer នៅដដែលហើយលេខទំព័រគឺនៅតែកើនជាធម្មតាដដែលទេអត់មានការផ្ដាច់ទំនាក់ទំនង header footer ទេចំណុចបន្តមកទៀតគឺអ្នកទាំងអស់គ្នាត្រូវចេះកំណត់ section break គឺនៅត្រង់បន្ទាត់ពណ៌ក្រហមនេះឯង section break ហ្នឹងគឺយើងផ្ដាច់ទំព័រខាងលើជាមួយនឹងទំព័រខាងក្រោមអញ្ចឹងយើងដាក់ cursor នៅកន្លែងនេះអូខេឥឡូវយើងអនុវត្តខ្ញុំដាក់ cursor នៅកន្លែងនេះខ្ញុំកំណត់ section break គឺខ្ញុំចុចទៅលើ layout ចុចទៅលើ break ចុចទៅលើពាក្យថា next page អ្នកទាំងអស់គ្នាចុចបែបហ្នឹងទៅមើលទៅហាក់បីដូចជាអត់មានអីខុសគ្នាពីមុនទេផ្ដាច់ទំព័រដូចគ្នាប៉ុន្តែវាមានលក្ខណៈពិសេសរបស់វាលក្ខណៈពិសេសរបស់ section break គឺវាអាចធ្វើការផ្ដាច់ទំព័រហើយនឹងផ្ដាច់ទំនាក់ទំនង header និង footer បានដើម្បីធ្វើការផ្ដាច់ទំនាក់ទំនង header ហើយនិង footer អ្នកទាំងអស់គ្នាត្រូវប្រយ័ត្នបន្តិចបើអ្នកទាំងអស់គ្នាចង់ផ្ដាច់ទំនាក់ទំនងអាពីរនេះអ្នកទាំងអស់គ្នាចាំបាច់ត្រូវឈរនៅលើទំព័រទី2នេះអញ្ចឹងខ្ញុំឈរនៅលើទំព័រសេចក្តីថ្លែងអំណរគុណបាទខ្ញុំឈរនៅលើវាទៅនៅលើទំព័រមួយហ្នឹងដើម្បីផ្ដាច់ទំនាក់ទំនងគឺអ្នកទាំងអស់គ្នាចូលទៅកាន់ header បាទខ្ញុំចុច double click នៅលើនេះមកអញ្ចឹងខ្ញុំចូលមកត្រង់ header ហ្នឹងហើយ cursor អ្នកទាំងអស់គ្នាចង់ដាក់នឹងឆ្វេងនៅកណ្ដាលលើស្ដាំអីក៏បានដែរដាក់កន្លែងណាក៏បានដែរឲ្យតែនៅត្រង់ header ហ្នឹងដើម្បីផ្ដាច់ទំនាក់ទំនងគឺយើងចុចទៅលើ link to previous បើសិនជាអ្នកទាំងអស់គ្នាកំណត់ page break អត់មានពាក្យហ្នឹងឲ្យចុចទេអញ្ចឹងចុចលើនឹងបាច់ទៅមានន័យថា header ទំព័រមួយហ្នឹងវាផ្ដាច់ទំនាក់ទំនងជាមួយ header នៅទំព័រខាងលើបន្ទាប់មកយើងចុចប៉ុណ្ណឹងគឺផ្ដាច់ទំនាក់ទំនង header អញ្ចឹង footer របស់សេចក្តីថ្លែងអំណរគុណនឹងមួយទៀតក៏ត្រូវចុចផ្ដាច់ដែររំកិលចុះមកក្រោមយឺតមកបាទឈរនៅលើ footer នេះឈរនៅកន្លែងណាក៏បានដែរនៅត្រង់ footer ហ្នឹងគឺយើងចុចទៅលើ link to previous ដូចគ្នាមកទំនាក់ទំនងរបស់ header ហើយនិង footer គឺត្រូវបានកាត់ផ្ដាច់ហើយធ្វើម៉េចបានដឹងថាយើងកាត់ផ្ដាច់ទំនាក់ទំនងវាអ្នកទាំងអស់គ្នាចូលមកកាន់ទំព័រលើមកជាទូទៅក្របសភៅគឺអត់មាន header footer ទេឥឡូវយើងសាកលុបអានេះចោលមកបាទលុបវាចោលអស់ទៅបន្ទាប់មកលុបបន្ទាត់នេះទៀតចូលទៅកាន់ design page border ហើយដោះបន្ទាត់នេះចោលមកឬក៏ចុចទៅត្រង់ណានកន្លែងនេះក៏បានអូខេមកយើងលុប header អ្នកទាំងអស់គ្នាមកទៅមើលខាងក្រោម header នៅទំព័រទី2នេះគឺនៅរក្សាទុកដដែលអក្សរក៏អត់បាត់បន្ទាត់នេះក៏អត់បាត់ដែរដោយសារតែទំនាក់ទំនងរបស់វាគឺយើងបានកាត់ផ្ដាច់ហើយបាទឥឡូវ footer មួយទៀតទំព័រក្របសភៅគឺគេដាក់តែជាក្របសភៅទេដាក់ frame ហើយនឹងមានវាយអក្សរអត់មាន header អត់មាន footer ទេយើងលុបអានេះចោលទៀតទៅបាទ delete ហើយលុបបន្ទាត់នេះចោលទៀតចូល design page border ចុចលើ none ហើយយើងអូខេមកអញ្ចឹងយើងបាត់ហើយយើងរំកិលមកក្រោមមកទំព័រទី2ទី3ទៅក្រោមគឺ header footer គឺអត់មានប៉ះពាល់ទេ
បាទអញ្ចឹងយើងកាត់ផ្ដាច់ section break នៅផ្នែកខាងលើនេះហើយបាទផ្នែកខាងក្រោមនេះអ្នកនរគ្នាធ្វើដដែលដូចហ្នឹងទៅអញ្ចឹងយើងកាត់ផ្ដាច់រវាងទំព័រពាក្យកាត់ហើយនឹងជំពូកទី1អញ្ចឹងដាក់ cursor នៅមុខជំពូកទី1ដើម្បីកំណត់ section break បាទយើងចូលទៅអនុវត្តទៅបាទរំកិលទៅខំនេះដើម្បីចូលមកកាន់អត្ថបទខ្ញុំចុច double click លើនឹងមកនៅត្រង់ពាក្យកាត់ហើយនឹងជំពូកទី1យើងចង់ផ្ដាច់វាជា section break ដើម្បីផ្ដាច់តំណែង header footer ដូចមិញអញ្ចឹងអញ្ចឹងដាក់ cursor នៅត្រង់ជំពូក1នេះមកដាក់ខាងដើមអញ្ចឹងយើងចូលទៅកាន់ layout break ចុចលើ next page ប៉ុណ្្នឹងហើយមិនទាន់ហើយទេយើងផ្ដាច់តំណែង header មកទៅប្រកាសថាយើងបានឈរនៅលើទំព័ររបស់ជំពូកទី1អញ្ចឹងចូលមកកាន់ header click កន្លែងណាក៏បានដែរនៅត្រង់ header ហ្នឹងហើយយើងចុចធ្វើ link ចុចកន្លែង link to previous ហើយមូលហេតុអីបានយើងត្រូវផ្ដាច់តំណែងកន្លែងហ្នឹងមូលហេតុគឺដោយសារតែផ្នែកនេះប្រមាណទំព័រហ្នឹងគឺកំណត់លេខជាលេខរ៉ូម៉ាំងផ្នែកខាងក្រោមយើងបដូរលេខទំព័រទៅជាមួយពី3អញ្ចឹងហើយចាំបាច់ត្រូវតែផ្ដាច់តំណែងវាផ្ដាច់តំណែង header ហើយត្រូវផ្ដាច់តំណែង footer មួយទៀតស្ថិតនៅក្នុងទំព័រនៃជំពូកទី1រំកិលយឺតទៅឈរលើ footer ចុចលើ link to previous ទៅដើម្បីផ្ដាច់ទំនាក់ទំនង header footer មិនបាច់កែទេអ្នកទាំងអស់គ្នាអាចមានសិទ្ធិកែខុសគ្នាបានតែមិនបាច់កែក៏បានដែរអត់អីទេនៅសល់មួយទៀតគឺនៅសល់ផ្នែកខាងក្រោមមួយទៀតអ្នកទាំងអស់គ្នាផ្ដាច់នៅត្រង់ជំពូកទី3ហើយនឹងឯកសារយោង cursor ត្រូវដាក់នៅត្រង់ឯកសារយោងបាទខ្ញុំចុចមកវិញមកហើយរំកិលវាទៅក្រោមទៅបាទខ្ញុំចេញមកក្រៅវិញដាក់ cursor នៅត្រង់នេះកំណត់ section break ចុចទៅលើ layout break ចុចលើ next page បាទបន្ទាប់មកយើងផ្ដាច់តំណែងឈរនៅលើ header ឈរនៅលើ header ហើយចុចលើ link to previous រំកិលមកក្រោម click នៅត្រង់ណាមួយទៅនៅផ្នែកខាងក្រោមហ្នឹងចុចលើ link to previous ជាទូទៅឯកសារយើងអត់មាន header ទេយើងលុបវាចោលដែរទៅបញ្ជាក់អ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាអត់កំណត់ section break ទេអ្នកទាំងអស់គ្នាលុបបែបហ្នឹងនៅខាងលើគឺលុបបាត់អស់ហើយអញ្ចឹងត្រូវប្រយ័ត្នប្រយែងផងបាទចុច design page border ហើយយើងលុបបន្ទាត់នេះចោលបាទចុចទៅលើណាន់ហើយអូខេទៅផ្នែកខាងក្រោមក៏ត្រូវលុបចោលដែរបាទលុបវាចោលទៅលុបបន្ទាត់ចុចទៅលើ design page border ណាន់ហើយយើងអូខេចំណុចចុងក្រោយមួយទៀតគឺយើងត្រូវពិនិត្យទៅលើលេខទំព័រសេចក្តីថ្លែងអំណរគុណប្រមាណទំព័រខាងលើនឹងយើងកំណត់ជាលេខរ៉ូម៉ាំងប៉ុន្តែវានៅជាប់លេខ2នៅឡើយទេខ្ញុំបង្ហាញម្ដងទៀតនេះសេចក្តីថ្លែងអំណរគុណមាតិការូបភាពពាក្យកាត់យើងត្រូវកំណត់ជាលេខរ៉ូម៉ាំងអញ្ចឹងយើងត្រូវកែលេខទំព័រ header footer អ្នកទាំងអស់គ្នាចង់ដាក់ឲ្យខុសពីអាក្រោមកែក៏បានដែរអត់អីទេពីព្រោះយើងបានផ្ដាច់តំណែងវាហើយឥឡូវយើងកែលេខទំព័រនេះសេចក្តីថ្លែងអំណរគុណខ្ញុំចូលមកកាន់ page នេះមកបាទចុច double click លើវាបន្ទាប់មកខ្ញុំឈរនៅលើលេខ2ហ្នឹង select លើវាអញ្ចឹងទៅបាទ page number គឺនៅត្រង់ header footer នេះចុចលើ page number ចុចទៅលើ format page number បន្ទាប់មកអ្នកទាំងអស់គ្នាត្រូវបដូរកន្លែងនេះយកជាលេខរ៉ូម៉ាំងបាទរំកិលវាមកក្រោមផុតមកលេខរ៉ូម៉ាំងធំនៅខាងក្រោមបន្ទាប់មកបើសិនជាអ្នកទាំងអស់គ្នាចុច OK នៅត្រង់នេះលេខទំព័ររបស់យើងគឺវាចាប់ផ្ដើមពីលេខ2អញ្ចឹងយើងទៅកែវាម្ដងទៀតអ្នកទាំងអស់គ្នាអាចធ្វើតែម្ដងក៏បានដែរខ្ញុំគ្រាន់តែតេស្តដើម្បីឲ្យអ្នកទាំងអស់គ្នាដឹងតែប៉ុណ្ណោះបាទនៅត្រង់ header footer ចុចទៅលើ page number ចុចលើ format page number បន្ទាប់មកដើម្បីឲ្យវាចាប់ផ្ដើមពីលេខ1អ្នកទាំងអស់គ្នាត្រូវ select នៅត្រង់ start at នេះដើម្បីឲ្យវាចាប់ផ្ដើមពីលេខ1បើវាអត់បង្ហាញលេខទេអ្នកទាំងអស់គ្នាចុចលេខរ៉ូម៉ាំង1មកនៅត្រង់ហ្នឹងឬក៏យើងអាចចុចរំកិលនៅកន្លែងនេះក៏បានដែរ1 2 3 4 5អញ្ចឹងទៅដាក់លេខ1ដើម្បីឲ្យវាចាប់ផ្ដើមអានេះពីលេខ1វិញចុចលើប៊ូតុងអូខេបាទទំព័រទី1មាតិកាទំព័រទី2មាតិការូបភាពទំព័រទី3ហើយនឹងពាក្យកាត់គឺយើងបានទំព័រទី4ជិតរួចរាល់ហើយនៅត្រង់ខ្លឹមសារមេរៀនចំពុក1ចំពុក2អីហ្នឹងអ្នកទាំងគ្នាមើលនៅត្រង់នេះគឺវានៅជាប់លំដាប់លេខទំព័រពីលើមកដដែលអញ្ចឹងឯងយើងត្រូវឲ្យវាចាប់ផ្ដើមពីលេខ1មកវិញជាទូទៅនៅត្រង់ខ្លឹមសារមេរៀនលេខហ្នឹងគឺត្រូវហើយ1 2 3បែបនេះលេខត្រូវហើយគ្រាន់ថាវាខុសលេខលំដាប់អញ្ចឹង select លើវាយើងកែវាទៅបាទ header footer ចុចលើ page number ចុចលើ format page number បន្ទាប់មកគឺយើងមិនបាច់ដូរនេះទៀតទេយើងគ្រាន់តែ select កន្លែង start at នេះមកគឺវាចេញលេខ1បែបនេះគឺអូខេចុចលើប៊ូតុងអូខេជាការស្រេចបាទគ្រប់យ៉ាងគឺអូខេហើយខ្លឹមសាររបស់យើងហ្នឹងគឺលេខហ្នឹងគឺវាអូតូមកអញ្ចឹងហើយនៅពេលដែលអ្នកទាំងអស់គ្នារៀបចំមេរៀនមកចំពុក1ហ្នឹងអ្នកទាំងអស់គ្នាវាយទៅវានឹងកើនលេខអូតូម៉ាទិកតែម្ដងបាទខ្ញុំ double click នៅត្រង់នេះមកដើម្បីត្រឡប់មកវិញបាទនៅសល់មួយចំណុចចុងក្រោយមួយទៀតអ្នកទាំងអស់គ្នាដាក់វាមកស្អាតត្មងទៅបាទគឺនៅត្រង់ក្របសភៅហ្នឹងគឺគេដាក់ជាក្បាច់ជាស៊ុំនៅកន្លែងហ្នឹងបាទអញ្ចឹងខ្ញុំចុចនៅត្រង់នេះដើម្បីវាទម្លាក់វាតូចតិចគឺខ្ញុំមានរូបក្បាច់ស៊ុំនៅកន្លែងនេះបាទខ្ញុំចាប់លើវាឲ្យទាញមកទម្លាក់នៅលើហ្នឹងមកបាទហើយខ្ញុំចុចនៅត្រង់នេះបរិយាវាវិញខ្ញុំ select លើវាបន្ទាប់មកខ្ញុំចុចទៅលើ format picture ឬក៏ចុចនៅត្រង់នេះក៏បានខ្ញុំយកពាក្យថា behind text នេះ behind text មួយនេះ
យក behind tag ទៅដើម្បីងាយស្រួលនៅក្នុងការកែអក្សរបាទខ្ញុំចាប់វាទាញដាក់មកស្មើកេមតពរបស់យើងមកហើយព្រីកវាឲ្យពេញតពហ្នឹងទៅបាទស្មើស្អាតតែម្ដងបាទដាក់បែបហ្នឹងទៅអ្នកទាំងអស់គ្នាអាចទៅសេខ្លឹមសារនៅកន្លែងនេះក្របសភៅហ្នឹងជាទូទៅគេដាក់ព័ត៌មានច្រើនឈ្មោះស្ថាប័នឈ្មោះអ្នកនិពន្ធ title ចង់ទៅសេអំពីអីបើសិនជាអ្នកទាំងអស់គ្នាធ្វើ assignment ហ្នឹងមានដាក់ semester ដាក់ year ដាក់ក្រុមដាក់ឈ្មោះដាក់អីចឹងទៅឆ្នាំសិក្សាអីចឹងទៅវាមានច្រើនបាទឃើញថាចប់សពគ្រប់អស់ហើយអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេនេះគឺជារបៀបនៃការបង្កើតនៅទម្រង់ឯកសារស្តង់ដារបាទសូមអរគុណចំពោះការតាមដានទស្សនានៅវីដេអូ clip មួយនេះ